ពិតណាស់នេះគ្រាន់តែជានាមរូបដែលកើតឡើងនឹងគ្រលាត់ទៅដោយបច្ច័យទាំងឡាយតាមសំគួរក្នុងរឿងនេះមិនមានអ្នកណាធ្វើដោយខ្លួនឯងឬអ្នកដតីធ្វើឡើយជាការមិនទៀងព្រោះមានហើយត្រឡប់ជាមិនមានវិញជាទុព្រោះកើតឡើងហើយត្រូវវិនិច្ឆ័យបែកឆ្ងាយជាបែកធ្លាយជាអនត្តាព្រោះមិននៅក្នុងអំណាចខ្លួនដោយហេតុនោះព្រះមហាបរោះកំណត់ដឹងធัวខាងក្រៅនិងធัวខាងក្នុងនិងធัวខាងក្រៅមានអយសល់លះបង់ការជាប់ជំពាក់ក្នុងធัวនោះនឹងឲ្យអ្នកដតីលះបង់ការជាប់ជំពាក់ក្នុងធัวនោះផងដែរដោយអំណាចនៃករុណាធัวតែម្យ៉ាងប៉ុណ្ណោះព្រះពុទ្ធគុណនោះមិនទាន់មកមិនទាន់មកដល់កណ្ដាលកំដាប់ដៃដល់រាប់នោះព្រះមហាបរោះញ៉ាំងសត្វទាំងឡាយឲ្យតាំងនៅក្នុងបញ្ញាទាំង3គឺបញ្ញាថ្នាក់ស្ដាប់មួយបញ្ញាថ្នាក់គិតពិចារណាមួយនិងបញ្ញាថ្នាក់អប់រំចម្រើនមួយធ្វើឲ្យមានសេចក្តីចម្រើនជាអភិយោភាពញ៉ាំងឈានវិមោខសមាធិនិងសមាបត្តិព្រមទាំងអភិញ្ញាដែលជាលោកីឲ្យដល់នៅសេចក្តីជំនាញឲ្យសម្រេចដល់ទីបំផុតនៃបញ្ញាក្នុងអភិញ្ញាជាលោកីយៈនោះភាវនាបញ្ញាគឺអភិញ្ញាទាំងឡាយបានដល់អិទ្ធិវិធញ្ញាអភិញ្ញាខាងសំដែងរិទ្ធអភិញ្ញាខាងសំដែងរិទ្ធទីបសតៈធាតុញ្ញាណធាតុបញ្ញាធាតុញ្ញាណអភិញ្ញាខាងត្រជាទីបចេតោបរិយញ្ញាណអភិញ្ញាខាងដឹងចិត្តអ្នកដតីពពេនិវាសនុសៈសានុសតិញ្ញាណអភិញ្ញាខាងដឹងខាងរលឹកជាមុនជាតិមុនទីបចក្ខុញ្ញាណអភិញ្ញាខាងថ្មេទីបយៈថាកម្មមុបកញ្ញាណអភិញ្ញាខាងដឹងកុសលកម្មនិងអកុសលកម្មក្នុងជាតិមុនអនាគតាំងសញ្ញាណសញ្ញាណអភិញ្ញាខាងដឹងអនាគតអិទ្ធិញ្ញាណរមែងប្រព្រឹត្តទៅក្នុងអារម្មណ៍7គឺ